ពីលុយ scam ខុសច្បាប់ទៅជាថវិកាការពារជាតិកម្ពុជាកំពុងតែប្រែបញ្ហាទៅជាឱកាសដោយនៅថ្ងៃទី24ខែឧសភាឆ្នាំ2026កន្លងទៅនេះសម្ដេចតេជោហ៊ុនសែនលោកមានប្រសាសន៍ថារាល់ទ្រព្យសម្បត្តិដែលរឹបអូសបានពី scam អនឡាញដែលកម្ពុជាយកបន្តបង្ក្រាបយ៉ាងម៉ឺងម៉ាត់នេះនឹងយកលុយទាំងនោះទៅជួយដល់កងទ័ពយើងនៅជួរមុខនិងនៅក្នុងវិស័យការពារជាតិដែលនេះបង្ហាញឲ្យឃើញថាថ្នាក់ដឹកនាំកម្ពុជាមិនត្រឹមតែបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការបោះសម្អាត scam អនឡាញឲ្យអស់ពីប្រទេសកម្ពុជាដើម្បីស្ដារមុខមាត់ជាតិតែប៉ុណ្ណោះទេប៉ុន្តែកំពុងតែបំលែងប្រភពបញ្ហាឲ្យคล้ายទៅជាកម្លាំងការពារជាតិយ៉ាងពិតប្រាកដមែនក្នុងកំឡុងពេលដែលសន្តិសុខជាតិកម្ពុជារងការគំរាមកំហែងដោយសារតែពួកអាចោសៀមហើយតាមរយៈប្រសាសន៍របស់សម្ដេចតេជោវាគឺជាសារប្រាប់ឲ្យអន្តរជាតិដឹងថាកម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ពួក scam អនឡាញលាក់ខ្លួនដើម្បីប្រព្រឹត្តអំពើឆបោកគេឯងនោះទេកម្ពុជាមិនអនុញ្ញាតឲ្យមានការឆបោកតាម digital online នឹងនៅក្នុងប្រទេសកម្ពុជាយើងទៀតឡើយកម្ពុជារងគ្រោះដោយសារតែ scam online ដែលជាបញ្ហាសកលមិនមែនជាបញ្ហាផ្ទាល់ខ្លួនរបស់កម្ពុជាពីព្រោះអី scam online នឹងបើអត់មានជនជាតិទាំងនោះមកបង្កទង្វើអស់នឹងលើទឹកដីនៃប្រទេសកម្ពុជាយើងក៏មិនរងគ្រោះដោយសារតែពួក scam online នឹងធ្វើឲ្យប៉ះពាល់កិត្តិយសជាតិរបស់កម្ពុជាយើងដែរអញ្ចឹងហើយលើកនេះកម្ពុជាគឺធ្វើការបង្ហាញឲ្យអន្តរជាតិដឹងតែម្ដងថាកម្ពុជាមិនមែនជាសម្បុក scam online ដោយអាផ្ទះលេខ2វាចោតប្រកាន់កម្ពុជានោះទេ